សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង Dragon Ball Z ដែលជាសាច់រឿងបន្ទាប់ពី Dragon Ball មុននឹងចូលទៅកាន់វីដេអូខ្ញុំសូមធ្វើការអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានឧបត្ថម្ភមកកាន់ Admin បើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភមកកាន់ Admin នេះគឺជា QR របស់ Admin ហើយក៏សូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អហើយកុំភ្លេចជួយចុច Like នៅក្រោមវីដេអូនេះម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលទៅកាន់វីដេអូទាំងអស់គ្នាពេលវេលាបានកន្លងផុតទៅ5ឆ្នាំបន្ទាប់ពី Goku បានប្រយុទ្ធគ្នានឹងយកឈ្នះទៅលើ Piccolo ភពផែនដីក៏មានសន្តិភាពតាំងពីពេលនោះមកប៉ុន្តែពេលនេះមានសត្រូវដ៏ខ្លាំងក្លាមួយបានធ្វើដំណើរមកកាន់ភពផែនដីមកមើលផ្ទះរបស់ Goku វិញឈីបានស្រែកហៅឈ្មោះ Gohan ដែលជាកូនរបស់គេជាមួយនឹង Goku ឈីក៏ប្រាប់ឲ្យ Goku តាមស្វែងរក Gohan ដោយសារតែចិត្តដល់ម៉ោងដែលត្រូវទៅជួបគ្នារបស់គេនៅផ្ទះរបស់ Master Roshi ដោយសារតែពួកគេខានជួបគ្នា5ឆ្នាំមកហើយកាន់មកបរិះកសិករម្នាក់ខណៈពេលដែលគាត់កំពុងធ្វើការក៏ប្រទះឃើញយានអវកាសមួយបានធ្លាក់ចុះមកនៅពេលដែលគាត់ដើរទៅមើលក៏ឃើញថាមានបរិះម្នាក់បានហោះចេញមកពីក្នុងយាននោះបរិះអេលៀននោះបន្ទាប់ពីឃើញថាជីវិតមនុស្សនៅលើភពផែនដីនេះនៅរស់គាត់ក៏ស្រែកថា Kakarot បានបរាជ័យនៅ mission របស់គេប៉ុន្តែកន្លែងនឹងដែរយើងអត់ដឹងថាពីណាគេជា Kakarot ទេបរិះអេលៀននឹងដែរក៏ប្រើប្រាស់នៅឧបករណ៍ scan កម្រិតថាមពលរបស់គេទៅលើបរិះកសិករនោះដែលគាត់មានកម្រិតថាមពលចំនួន5ដោយភ័យពេកបរិះកសិករនោះក៏បាញ់មួយគ្រាប់ទៅលើបរិះអេលៀននោះតែបរិះអេលៀននោះក៏ចាប់បាននៅក្រកំភ្លើងនោះបានយ៉ាងងាយហើយក៏ផ្ទាត់វាសម្រាប់បរិះកសិករនោះចោលបាត់ទៅស្របពេលនឹងដែរឧបករណ៍ scan កម្រិតថាមពលរបស់គេក៏ចាប់បានថាមពលដ៏ខ្លាំងក្លាមួយហើយគេក៏ធ្វើដំណើរទៅទីនោះព្រោះតែគេគិតកម្រិតថាមពលនេះជាកម្រិតថាមពលរបស់ Kakarotមកមើល Gohan ដែលជាកូនរបស់ Goku វិញគេកំពុងតែយំរកឪពុករបស់គេដោយសារតែគេបានបង្វេងនៅក្នុងព្រៃស្របពេលនឹងដែរគេក៏បានដើរទៅជួបខ្លាមួយក្បាលធ្វើឲ្យគេភ័យខ្លាំងមែនទែនហើយខ្លានោះក៏ហក់ទៅខាំមួករបស់គេរត់ចេញពីទីនោះបាត់ទៅGohan ក៏រត់ដេញតាមខ្លានោះដើម្បីយកមួកគេមកវិញដោយរត់មិនប្រយ័ត្នគេក៏ធ្លាក់ពីលើភ្នំតែសំណាងអីនៅពេលដែលចិត្តមកដល់ដីកន្ទុយរបស់គេក៏បានតោងដើមឈើនៅក្បែរនោះជាប់ដោយមិនប្រយ័ត្នគេក៏ធ្លាក់ចូលទៅក្នុងទឹកមកមើល Goku វិញគេក៏រកឃើញមួករបស់ Gohan មួយសន្ទុះក្រោយមក Goku ក៏រកឃើញ Gohan រៀបនឹងចាប់គេហើយស្រាប់តែទឹកនោះក៏ហូរនាំគេចូលទៅក្រោមឡាងភ្នំធ្វើឲ្យ Goku មិនអាចជិះ Flying Nimbus ចូលទៅតាមបាន Gohan វិញគេក៏បានធ្លាក់ពីលើជ្រោះឃើញបែបនេះ Goku ក៏តាមរកគេតែរកមិនឃើញបែរជាឃើញគេកំពុងតែយំនៅលើដើមឈើទៅវិញធ្វើឲ្យ Goku ពិតជាឆ្ងល់មែនទែនថា Gohan ឡើងមកលើទីនេះបានដោយរបៀបណាបើយើងមកមើល Piccolo វិញពេលនេះគេភ័យមែនទែនដោយសារតែមានចំហាយថាមពលដ៏ខ្លាំងមួយបានហោះមករកគេដំបូងគេគិតថាវាគឺជាថាមពលរបស់ Goku ប៉ុន្តែចំហាយថាមពលដែលហោះមកនេះគឺវាមានភាពសាហាវខុសខើណាស់ Piccolo ប្រកាសថានេះមិនមែនជា Goku ទេហើយចំហាយថាមពលនឹងដែរគឺជារបស់បរិះអេលៀនដែលគាត់មកទីនេះស្មានថា Piccolo គឺជា Kakarotបរិះអេលៀននឹងក៏សួរ Piccolo ថាតើគេមានស្គនណាម្នាក់ដែលមានឈ្មោះថា Kakarot អត់Piccolo ក៏ដេញគេឲ្យចាស់ចេញពីទីនេះបើសិនជាគេមិនចង់មានរឿងជាមួយខ្លួនបរិះអេលៀននឹងក៏ scan ថាមពលរបស់ Piccolo ក៏ឃើញថាគេមានកម្រិតថាមពលចំនួន322បរិះនឹងក៏ដឹងថា Piccolo មិនមែនជាមនុស្សដែលមកពីភពផែនដីមួយនេះទេឃើញថាបរិះនោះមិនព្រមចាស់ចេញ Piccolo ក៏បាញ់ថាមពលរបស់គេទៅលើបរិះនោះតែឃើញថាបរិះនោះមិនមានរបួសអីសូម្បីបន្តិចធ្វើឲ្យ Piccolo ភ័យខ្លាំងមែនទែនរៀបនឹងសម្រាប់ Piccolo ហើយស្រាប់តែម៉ាស៊ីន scan កម្រិតថាមពលរបស់គេចាប់បានទីតាំងថាមពលដ៏ខ្លាំងក្លាមួយកំពុងតែធ្វើដំណើរដែលគេច្បាស់ណាស់ថាវាគឺជាថាមពលរបស់ Kakarot នៅផ្ទះរបស់ Master Roshi វិញបូម៉ាបានមកដល់មុនគេហើយក៏រអ៊ូអំពីយ៉ាំឆាដោយសារតែគេបានលួចលាក់តាក់ទងជាមួយនឹងមនុស្សស្រីផ្សេងទៀតពេលនោះ Goku ក៏មកដល់ហើយក៏ណែនាំ Gohan ឲ្យអ្នកទាំងអស់គ្នាស្គាល់ធ្វើឲ្យពួកគេពិតជា surprise មែនទែននៅពេលដែលឃើញថា Gohan មានកន្ទុយបូម៉ានិង Master Roshi ក៏សួរ Goku ថា Gohan ដែលមើលព្រះច័ន្ទពេញបរមីអត់ Goku ក៏តបថាអត់ដែលមើលទេដោយសារតែជាទូទៅពួកគេចូលដេកលឿន Goku ពិតជាឆ្ងល់នឹងសំណួររបស់ពួកគេមែនទែនខណៈពេលដែលកំពុងនិយាយគ្នាសុក Goku ក៏ចាប់បានចំហាយថាមពលដ៏ខ្លាំងមួយកំពុងតែធ្វើដំណើរមកទីនេះហើយបរិះអេលៀននឹងក៏មកដល់ហើយក៏ហៅ Goku ថាជា Kakarot Krillin ក៏ប្រាប់ទៅបរិះអេលៀននឹងវិញថាគាត់ច្រឡំមនុស្សហើយរួចក៏ត្រូវបរិះអេលៀននោះដាក់គេមួយកន្ទុយប៉ាងទៅបុកនឹងជញ្ជាំងដែលនៅក្បែរនោះគ្រាន់តែឃើញថាបរិះអេលៀននោះមានកន្ទុយដូចជា Goku ធ្វើឲ្យពួកគេភ្ញាក់ផ្អើលមែនទែន Goku ក៏ស្រែកប្រាប់ទៅបរិះអេលៀននឹងវិញថាគេមិនមែនជា Kakarot ទេបរិះអេលៀននឹងក៏សួរគេថាកាលពីឯងនៅក្មេងមានធ្លាប់គ្រោះថ្នាក់បុកក្បាលអត់តែ Goku ក៏តបថាគេអត់សូវចាំទេគ្រាន់តែក្បាលរបស់គេមានស្នាមរបួសរហូតដល់សប្តាហ៍ថ្ងៃ Master Roshi ដែលនៅក្បែរនោះក៏បញ្យល់ថា Gohan ដែលជាតារបស់ Goku ធ្លាប់ប្រាប់គាត់ថាពេលមួយហ្នឹងគាត់បានធ្វើដំណើរចូលទៅក្នុងព្រៃហើយក៏ប្រទះឃើញ spaceship មួយធ្លាក់នៅក្បែរនោះពេលដែលគាត់ចូលទៅមើលក៏ប្រទះឃើញក្មេងតូចដែលជា Goku ស្ថិតនៅក្នុងនោះ
ពេលដែលគាត់យក Goku មកចិញ្ចឹមក៏រកឃើញថា Goku មានធម្មពលខ្លាំងខុសពីមនុស្សធម្មតាហើយថែមទាំងមានចរិតកាចសាហាវថែមទៀតតែថ្ងៃមួយ Goku ក៏ធ្លាក់ពីលើចន្លងភ្នំបុកក្បាលទៅនឹងដីតែសំណាងអីមិនគ្រោះថ្នាក់ដល់ជីវិតហើយចាប់តាំងពីថ្ងៃនោះមក Goku ក៏ប្រែក្លាយទៅជាក្មេងស្លូតបូតព្រមទាំងមានបេះដូងបរិសុទ្ធទៀតផងបន្ទាប់ពីដឹងថាខ្លួនមកពិភពក្រៅហើយ Goku ក៏ឲ្យបរិយាអេលៀននោះណែនាំខ្លួនរបស់គេបរិយាអេលៀននោះក៏ប្រាប់អំពីប្រវត្តិរបស់ Goku ដែលគេបានចាប់កំណើតនៅភព Vegeta ហើយពួកគេគឺជាពូជនៃចម្បាំងសែនបរិយាអេលៀននោះក៏ប្រាប់ថាគេមានឈ្មោះថា Raditz ដែលត្រូវជាបងប្រុសរបស់ Goku ហើយ Goku ត្រូវបានបញ្ជូនមកផែនដីនេះដើម្បីបំផ្លាញភពមួយនេះចំពោះពូជនៃចម្បាំងសែនគឺជាអ្នកដែលបំផ្លាញភពដើម្បីយកភពនោះទៅដាក់លក់នៅលើទីផ្សារ Galaxy និយាយស្រួលយកទៅពួកគេប្រៀបដូចជាចៅអវកាសអញ្ចឹងនៅពេលដែលពួកគេរកឃើញភពដែលមានតម្លៃថ្លៃនោះពួកគេនឹងបញ្ជូនអ្នកចម្បាំងរបស់ពួកគេទៅបំផ្លាញជីវិតនៅលើភពមួយនោះប្រសិនបើភពណាមួយដែលជីវិតរស់នៅមានកម្រិតថាមពលខ្លាំងនោះពួកគេនឹងបញ្ជូនអ្នកចម្បាំងពេញវ័យរបស់គេទៅបំផ្លាញជីវិតនៅទីនោះប៉ុន្តែប្រសិនបើភពនោះមានជីវិតរស់នៅដែលមានកម្រិតថាមពលអន់នោះពួកគេគ្រាន់តែបញ្ជូនទារកដែលទើបតែកើតឲ្យទៅបំផ្លាញតែប៉ុណ្ណោះRaditz ក៏បន្តទៀតថា mission របស់ Goku គឺត្រូវបំផ្លាញជីវិតនៅលើភពផែនដីមួយនេះតែគេបែរជាអត់ទៅវិញហើយ Raditz ក៏បន្តទៀតថាតើឯងមានដែរធ្លាប់មើលព្រះច័ន្ទពេញបរមីអត់ព្រោះថាវាគឺជាពេលដែលធ្វើឲ្យធម្មពលរបស់ឯងចេញមកតែ Goku ក៏តបថាគេអត់យល់អំពីអ្វីដែល Raditz និយាយទេចំណែកឯ Raditz វិញគេក៏មិនជឿថាតាំងពី Goku មកដល់ភពនេះរហូតដល់ពេលនេះយ៉ាងហោចណាស់ក៏គេធ្លាប់បានមើលព្រះច័ន្ទម្ដងឬក៏ពីរដងដែរតែនៅពេលដែលគេឃើញថា Goku មានកន្ទុយធ្វើឲ្យគេខឹងខ្លាំងមែនទែនដោយសារតែកន្ទុយនេះគឺជាធម្មពលពិតប្រាកដរបស់ពូជនៃចម្បាំងសែន Goku ក៏ដេញឲ្យ Raditz ចាកចេញពីទីនេះដោយសារតែគេមិនចង់បានបងប្រុសដែលមានភាពខុសខើបែបនេះទេ Raditz ក៏ប្រាប់ថា3ឆ្នាំមុនភព Vegeta របស់ពួកគេត្រូវបានផ្ទុះហើយពូជនៃចម្បាំងសែនទាំងអស់ក៏ត្រូវបានស្លាប់លើកលែងតែសែនចំនួន4នាក់ដែលមានដូចជាគេ Goku និងគ្នាៗរបស់គេ2នាក់ទៀតដែលនៅរស់ដោយសារតែពួកគេជាប់បេសកកម្មនៅភពផ្សេងទៀត Raditz ក៏ប្រាប់អំពីមូលហេតុដែលគេមកទីនេះព្រោះតែគេបានរកឃើញភពដែលមានតម្លៃថ្លៃមួយប៉ុន្តែគ្នារបស់គេមានតែ3នាក់អញ្ចឹងហើយគេចង់យក Goku ឲ្យចូលរួមក្រុមជាមួយគេដើម្បីបានគ្នា4នាក់វារឹតតែមានភាពងាយស្រួលនៅក្នុងការបំផ្លាញជីវិតនៅលើភពនោះ Goku ក៏បដិសេធ Raditz ក៏ដើរទៅដាក់ Goku តែមួយដៃតែប៉ុណ្ណោះធ្វើឲ្យគេមិនអាចងើបមកតូជាមួយគេវិញបានឬក៏ចាប់ Gohan មកជំនួសកន្លែង Goku ដោយសារតែ Gohan ក៏ជាសែនមួយដែរRaditz ក៏ទុកពេលឲ្យ Goku ចំនួន1ថ្ងៃដើម្បីសម្លាប់មនុស្សចំនួន100នាក់នៅពេលនោះគេនឹងប្រគល់ Gohan ឲ្យមក Goku វិញហើយនៅពេលដែលគេបំផ្លាញភពនោះរួចគេនឹងមកបំផ្លាញភពផែនដីម្ដងនិយាយរួច Raditz ក៏ហោះចាស់ចេញពីទីនោះជាមួយ Gohan បាត់ទៅ Goku ក៏ហៅ Flying Nimbus ដើម្បីទៅតាម Raditz ប៉ុន្តែគ្នារបស់គេក៏ខាត់ដោយសារតែបើសិនជា Goku ទៅឥឡូវហ្នឹងក៏គេមិនអាចយកឈ្នះទៅលើ Raditz បានដែរ Master Roshi ក៏ស្ម័គ្រចិត្តថាគាត់នឹងជួយវាយជាមួយ Goku ដែរតែ Goku ក៏បញ្យល់ថា Master Roshi និង Krillin បានស្លាប់ម្ដងហើយអញ្ចឹង Shenlong ក៏អាចជប់ឲ្យពួកគេរស់វិញបានម្ដងទៀតទេ Bulma ក៏ផ្ដល់កំណត់ថាពួកគេអាចប្រើប្រាស់ Dragon Ball ដើម្បីសុំឲ្យ Shenlong ការពារភពផែនដីនេះតែ Master Roshi ក៏និយាយថាពួកយើងអាចរក Dragon Ball នៅក្នុងរយៈពេល1ថ្ងៃទាន់ទេGoku ក៏សម្រេចចិត្តថាគេនឹងទៅវាយ Raditz ឥឡូវហ្នឹងដោយប្រើប្រាស់ Dragon Ball ដែលនៅជាប់ Gohan នៅក្នុងការចាប់ទីតាំងរបស់ Raditz Goku រៀបនឹងចេញដំណើរហើយស្រាប់តែ Piccolo ក៏មកដល់ហើយក៏ប្រាប់ថាធម្មពលរបស់ពួកគេមិនអាចយកឈ្នះទៅលើ Raditz បានទេហើយក៏ប្រាប់ឲ្យ Goku ចូលដៃជាមួយគេក្នុងការប្រយុទ្ធជាមួយ Raditz ព្រោះថាគេមិនចង់ឲ្យ Raditz គ្រប់គ្រងផែនដីនេះទេមានតែគេទេដែលជាអ្នកដែលមានសិទ្ធិគ្រប់គ្រងទៅលើផែនដីនេះGoku ក៏យល់ព្រមប៉ុន្តែកិច្ចសន្យារបស់ពួកគេនឹងបញ្ចប់នៅពេលដែលពួកគេយកឈ្នះទៅលើ Raditz មកមើល Raditz វិញដោយសារតែ Gohan ពូកែយំពេកគេក៏យក Gohan ដាក់ចូលទៅក្នុង spaceship របស់គេនៅពេលនោះម៉ាស៊ីន scan កម្រិតធម៌ពលរបស់គេក៏ចាប់បានកម្រិតធម៌ពលចំនួន710នៅចម្ងាយ50ម៉ែត្រពីគេធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែនដោយសារតែវាគឺជាទីតាំងរបស់ Gohan Raditz ក៏គិតថាម៉ាស៊ីន scan កម្រិតធម៌ពលរបស់គេប្រហែលជាខូចហើយរួចគេក៏ដើរទៅរកអីញ៉ាំបាត់ទៅបន្ទាប់ពីញ៉ាំអីហើយម៉ាស៊ីន scan កម្រិតធម៌ពលរបស់គេក៏ចាប់បានធម៌ពលចំនួន2ដែលហោះមកទីនេះម្នាក់មានកម្រិតធម៌ពល320និងម្នាក់ទៀតមានកម្រិតធម៌ពល330ធម៌ពលទាំងពីរនេះគឺជារបស់ Goku និង Piccolo Raditz ក៏ចាប់អារម្មណ៍ថាម៉ាស៊ីន scan កម្រិតធម៌ពលរបស់គេអត់ខូចទេធ្វើឲ្យគេសឹងតែមិនជឿថាកូនរបស់ Goku ដែលទើបតែមានអាយុ4ឆ្នាំកន្លះសោះបែរជាមានកម្រិតធម៌ពលខ្លាំងបែបនេះ Goku ក៏ស្រែកថាគេមកនេះគឺមកយក Gohan ត្រឡប់ទៅវិញRaditz ក៏តបថាតាមពិតទៅគាត់មកភពមួយនេះមិនមែនមកសម្រាប់ Kakarot ដែលជា Goku ទេតែមើលទៅគាត់គ្មានជំរឿសទេមានតែសម្រាប់ Goku ចោលតែម្ដង Piccolo និង Goku ក៏ចាប់ផ្ដើមដោះសម្ភារៈវឹកហាត់ដែលមានទម្ងន់ធ្ងន់របស់ពួកគេធ្វើឲ្យកម្រិតធម៌ពលរបស់ពួកគេក៏កើនឡើងដូចគ្នាតែសម្រាប់ Raditz វានៅតែមិនគ្រប់គ្រាន់សម្រាប់យកឈ្នះគេទេ Raditz ក៏ស្ទុះទៅដាក់មួយកែងទៅលើពួកគេធ្វើឲ្យ Piccolo និង Goku កៀងនឹងល្បឿនរបស់គេមែនទែន
Goku និង Piccolo ក៏មកទៅលើ Raditz ជាច្រើនដែរតែ Raditz អាចគេចបានទាំងអស់រួចក៏បាញ់ថាមពល Beam របស់គេមកលើអ្នកទាំងពីរតែពួកគេក៏គេចផុតរួចក៏ប្រលៀងមកដាក់ Goku មួយជើងពីក្រោយខ្នងមើលទៅពួកគេទាំងពីរនាក់មិនមែនជាដៃគូរបស់ Raditz ទេបើ Piccolo វិញដៃរបស់គេបានដាច់មកខាងមកមើលគ្នារបស់ Goku វិញពេលនេះពួកគេកំពុងតែធ្វើដំណើរមកកាន់កន្លែងដែលពួកគេកំពុងប្រយុទ្ធគ្នាត្រឡប់មកការប្រកួតវិញ Piccolo បានប្រាប់ Goku ថាគេបានបង្កើតក្បាច់ថ្មីមួយដែលអាចយកឈ្នះទៅលើ Raditz បានប៉ុន្តែគេត្រូវការប្រមូលផ្ដុំថាមពលប្រហែល5នាទីទើបអាចប្រើប្រាស់វាបានអញ្ចឹងហើយ Goku ត្រូវវាយជាមួយ Raditz ម្នាក់ឯងនៅក្នុងរយៈពេល5នាទីសិនបន្ទាប់ពីនិយាយត្រូវរើគ្នាហើយ Goku ក៏ហាក់ចូលទៅវាយ Raditz យកតែម្ដងតែមិនមែនចូលទៅវាយ Raditz ទេគឺចូលទៅឲ្យ Raditz វាយវិញវាយដៃមួយស្មើមិនអាចយកឈ្នះទៅលើ Raditz បាន Goku ក៏ប្រើប្រាស់ Kamehameha របស់គេធ្វើឲ្យ Raditz រៀងភ័យបន្តិចដោយសារតែកម្រិតថាមពលរបស់ Goku កើនឡើងពី330ដល់950ចំណែកឯកម្រិតថាមពលរបស់ Piccolo បានកើនឡើងពី320ដល់1000ធ្វើឲ្យ Raditz ត្រូវតែភ្ញាក់ផ្អើលថែមទៀត Goku ក៏បាញ់ Kamehameha របស់គេដេញតាម Raditz តែ Raditz ក៏ទប់វាជាប់រួចគេក៏បាញ់ថាមពល Beam របស់គេទៅកាន់ Goku ធ្វើឲ្យគេត្រូវរបួសធ្ងន់ធ្ងរមែនទែនរៀបនឹងសម្រាប់ Goku ហើយស្រាប់តែថាមពលរបស់ Piccolo កើនឡើងដល់1530ធ្វើឲ្យ Raditz បដូរគោលដៅមករក Piccolo វិញ Piccolo ក៏បាញ់ Special Beam Cannon ដែលជាក្បាច់ទៅបង្កើតថ្មីរបស់គេទៅលើ Raditz តែសយអី Raditz ក៏គេចផុតធ្វើឲ្យ Piccolo កៀងខ្លាំងមែនទែនដោយសារតែ Raditz មានល្បឿនលឿនជាងពន្លឺទៀត Raditz រៀបនឹងបាញ់ថាមពលរបស់គេទៅលើ Piccolo ហើយស្រាប់តែ Goku មកចាប់កន្ទុយរបស់គេធ្វើឲ្យគេចុះខ្សោយមិនអាចតដៃបាន Piccolo ក៏ឲ្យ Goku ចាប់កន្ទុយ Raditz ឲ្យជាប់ព្រោះថាគេអាចបាញ់ Special Beam Cannonម្ដងទៀតបានតែ Raditz ក៏និយាយថាគេនឹងចាស់ចេញពីភពផែនដីមួយនេះហើយគេក៏មិនបំផ្លាញផែនដីនេះដូចគ្នាហើយចំពោះ Goku និង Gohan វិញគេមិនមានបំណងនៅក្នុងការសម្លាប់បងប្អូនឬមួយក៏សាច់ឈាមខ្លួនឯងទេឬបែបនេះ Goku ក៏លែងកន្ទុយគេឃើញថា Goku លែងកន្ទុយរបស់ខ្លួនភ្លាម Raditz ក៏ដាក់គេមួយកែងហើយពេលដែលគេនិយាយមុនហ្នឹងគ្រាន់តែជាពាក្យកុហកតែប៉ុណ្ណោះមកមើលឈីវិញនាងកំពុងតែរៀបចំម្ហូបចាំ Goku និង Gohan មកដល់ផ្ទះវិញត្រឡប់មកការប្រកួតវិញ Raditz នៅតែបន្តជន់ទៅលើ Goku ទៀតរៀបនឹងបាញ់សម្លាប់ Goku ហើយក៏ម៉ាស៊ីន scan កម្រិតថាមពលរបស់គេចាប់បានថាមពលដ៏ខ្លាំងក្លាមួយនៅក្បែរនោះស្រាប់តែ spaceship របស់គេក៏ផ្ទុះហើយ Gohan ក៏បានហក់ចេញពីក្នុងនោះដូចគ្នាដែលមើលទៅគេហាក់បីដូចជាខឹងខ្លាំងមែនទែនហើយវ៉ែនេះក៏ចាប់ត្រឹមហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់តាមដាននៅវគ្គបន្ទាប់កុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងហើយបើសិនមានគ្នាយើងណាចង់ឧបត្ថម្ភមកកាន់ admin នេះគឺជា QR របស់ admin ដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ